ស្វាគមន៍មកកាន់រឿងគ្រប់តន្ទប់ឋានសួគ៌ភាគទី119ដែលជាភាគបន្តមុននឹងចូលទៅដល់ការសម្រាយសាច់រឿងកុំភ្លេចចុច like subscribe ហើយ comment រូបបេះដូងឲ្យ admin ម្នាក់មួយផងហើយបើសិនជាបងប្អូនទាំងគ្នាចង់បានកម្រិតវីដេអូ 4K ច្បាស់ Full HD ដែលមិនមានការកាត់ញ៉ៃញ៉ៃបែបនេះអ្នកខ្លះទាំងគ្នាអាចចូល join ក្រុម Telegram VIP របស់ admin ម្នាក់មួយទៅដែល admin បានដាក់ link ទំនាក់ទំនងនៅខាងក្រោមសាច់រឿងចាប់ដើមឡើងនៅទីតាំងមួយហើយគេក៏បានណែនាំឲ្យយើងបានស្គាល់ខ្សែរាជវង្សមួយដែលមានរហស្សនាមថាគូហួរគឺជាខ្សែរាជវង្សដ៏ធំមួយក្នុងចំណោមខ្សែរាជវង្សធំទាំង4តែក៏មានបំណងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ហាមឃាត់ដើម្បីស្វែងរកថ្នាំអមតៈដូចជាយេហ្វានចឹងដែរហើយនៅមានបកចូលរួមជាច្រើនទៀតដូចជាបកនរុជាដើមដែលបកមួយនឹងផងដែរត្រូវបានគេសន្មតថាខ្លាំងមែនទែនអាចប្រៀបផ្ទឹមជាមួយនឹងខ្សែរាជវង្សធំៗទាំង4នឹងបានដែលដឹកនាំដោយនារីម្នាក់ដែលមានឈ្មោះថាហ្វូយ៉ាងដែលយេហ្វានក៏នៅទីកន្លែងនោះដូចគ្នាផងដែរក៏ថាស្ថានភាពដូចជាអាក្រក់ទៅហើយការមកកាន់ GCU នៅវិញឥឡូវនេះគឺថាសម្រស់របស់នាងកាន់តែស្អាតជាងមុនទៅទៀតចឹងក៏មានន័យថាគ្រួសារជីក៏បានធ្វើដំណើរទៅកាន់តំបន់ហាមឃាត់នឹងដូចគ្នាពេលនោះនាងបានឃើញបរិមម្នាក់ហើយក៏ហៅគេថាយេហ្វានចឹងហើយប្រតិឆាដតីទៀតក៏បញ្ញាប់បង្ហាញខ្លួនភ្លាមតែនៅពេលដែលគេបើកមុខមកគឺថាមិនមែនជាយេហ្វាននោះទេហើយ GCU គឺធុញទ្រាន់ជាមួយនឹងពួកគាត់ខ្លាំងមែនទែនដោយសារតែពួកគាត់តាមដានគេគ្រប់ជំហានហើយលោកយាយជូហ៊ុយក៏មិនចង់ឲ្យនាងចេញដើរនោះទេគឺចង់ឲ្យនាងសម្រាកនៅមួយកន្លែងចឹងហើយក៏ធ្វើ GCU ធុញទ្រាន់ជាខ្លាំងនៅក្នុងគំនិតរបស់លោកយាយជូហ៊ុយក៏ដឹងផងដែរថាគ្រួសារធំក៏បានធ្វើដំណើរមកកាន់តំបន់ហាមឃាត់ដើម្បីស្វែងរកនៅថ្នាំបញ្ជាអាយុជីវិតមួយនេះចឹងហើយយេហ្វានក៏ជាទទួលដំណឹងធ្វើដំណើរមកកាន់ទីនេះជាមិនខានយេហ្វានគឺមិនបានទៅទីណាឆ្ងាយនោះទេគឺនៅខាងលើដែលកំពុងតែគិតថាលោកយាយនេះគឺមិនចោលគំនិតចង់សម្លាប់គេនោះទេចឹងហើយបើសិនជាគេដោះស្រាយបញ្ហាមួយចំនួនរួចហើយគេក៏នឹងទៅដោះស្រាយជាមួយនឹងយាយចាស់មួយនេះតែម្ដងហើយឥឡូវនេះគឺថាស្ថានភាពដូចជាមិនអំណោយផលហើយដូច្នេះយេហ្វានគឺមានតែប្រែកាយទៅជាវងឆុងសៀវតែប៉ុណ្ណោះលើមកមើលតោរបស់លោកតាចាំងវិនឆាងដែលវិញក៏ត្រូវបានមនុស្សមួយក្រុមសួរគាត់តាក់ទងជាមួយនឹងយេហ្វានថាតើគេបានមកទីនេះដែរទេលោកតាក៏បានប្រាប់ថាគាត់អត់ស្គាល់យេហ្វានទេក៏ប៉ុន្តែត្រូវបានពួកគេធ្វើបាបអ្នកដែលដឹកនាំក្រុមធ្វើបាបគាត់គឺជាចៅប្រុសរបស់លោកយាយជីហ៊ុយនឹងឯងគេមានឈ្មោះថាជាគេបានសួរបញ្ជាក់ទៅកាន់លោកតាថាបានស្គាល់យេហ្វានដែរទេហើយលោកតាវិនឆាងគាត់ក៏បានប្រាប់ថានៅតែមិនស្គាល់ចឹងហើយជាក៏សម្រេចចិត្តឲ្យកូនចៅរបស់គេនឹងកាត់ផ្ដាច់ដៃរបស់គាត់តែម្ដងតែនៅពេលនោះស្រាប់តែឃើញថាផ្លៃដៅដឹងមកពីណានោះទេកាត់ផ្ដាច់ដៃរបស់គេមុនបាត់ទៅហើយដែលម្នាក់នោះផងដែរគឺជាវងឆុងសៀវយេហ្វានប្រែកាយនឹងឯងក្រោយពីបានឃើញយេហ្វានសម្លាប់មនុស្សរបស់គេជាក៏បញ្ជាអ្នកដទៃនឹងសម្លាប់គេភ្លាមទៅក៏ប៉ុន្តែយើងបានឃើញថាពួកគេមិនមែនជាដៃគូរបស់យេហ្វាននោះទេ5 6 7នាក់យេហ្វានដាក់តែមួយដើមស្លាប់អស់រលីងតែម្ដងជាឃើញចឹងខ្លាំងណាស់សួរថាឯនឹងគឺជានរណាហើយយេហ្វានក៏បានខ្លាចតាសញ្ញាណប្រាប់ថាយើងគឺជាវនឆុងសៀវមនុស្សមកពីភូមិភាគកដាលហើយដូច្នេះហើយជាក៏បញ្ញាប់ធ្វើការវាប្រហារទៅក៏ប៉ុន្តែឃើញថាគ្មានប្រសិទ្ធភាពនោះទេក៏ត្រូវបានយេហ្វានវាយដំច្រំធាក់យ៉ាងដំណំដោយប្រាប់ផងដែរថាហេរញ៉ៃជាមួយនឹងខ្ញុំវងឆុងសៀវចឹងឯងគឺស្លាប់ទៅដំណាក់កាលចុងក្រោយដូច្នេះជាក៏បានប្រាប់ថាគេគឺជាចៅទូតរបស់លោកយាយជីហ៊ុយបើសិនជាសម្លាប់គេគាត់មិនឲ្យរួចខ្លួននោះឡើយក៏ប៉ុន្តែយេហ្វានគឺមិនស្ដាប់នោះទេក៏បង្ហាញជីវិតរបស់គេត្រឹមតែមួយពព្រិចភ្នែកអ្នកដែលគំរាមយេហ្វានគឺមិនរួចខ្លួននោះទេលោកតាវិនឆាងក៏បញ្ញាប្រាប់ឲ្យគេនឹងចាចេញទៅគ្រូសាជីមកដល់លើហើយយេហ្វានក៏បានចាចេញមែនដោយសារតែឃើញថាមាននរណាគេកំពុងតែឃ្លាំមើលហើយក៏ប្រាប់គាត់ផងដែរថាបន្តិចទៀតជួបគ្នាដោយគាត់បានបង្ហាញពីអត្តសញ្ញាណយេហ្វានឲ្យគាត់បានឃើញផងដែរកាន់មកតាមផ្លូវនេះវិញយើងក៏បានឃើញក្មេងស្រីម្នាក់នាងក្លែងខ្លាំងមែនទែនសុំនំប៉ាបារម្នាក់ញ៉ាំក៏ប៉ុន្តែលទ្ធផលក៏ត្រូវបានគេធ្វើបាបធ្វើនាងយប់នៅកណ្ដាលផ្លូវទីសាធារណៈពេលនោះយេហ្វានក៏បានឆ្លងកាត់ទីកន្លែងហ្នឹងឃើញភ្លាមក៏ដឹងថាជានរណាវាគឺជាក្មេងស្រីម្នាក់ដែលយេហ្វានជួបកាលពី3ឆ្នាំមុនក៏ប៉ុន្តែមិននឹកស្មានថានាងនៅតែដដែលចឹងហើយយេហ្វានក៏បានហៅសៀវណានានហើយក្មេងតូចម្នាក់ហ្នឹងគឺមិនបានចាំនោះទេថាយេហ្វានគឺជានរណាទោះបីជាគេដោះដួលបង្ហាញមុខយ៉ាងណាក៏ដោយណានាងបានប្រាប់ហើយថានាងមិនចាំអ្វីនោះទេហើយដោយសារតែឃើញថានាងកំពុងតែកោពោះយេហ្វានក៏បាននាំនាងទៅញ៉ាំនំប៉ាវលើដំបូលផ្ទះតែម្ដងហើយយេហ្វានក៏ចង់ជូននាងទៅទិញសម្លៀកបំពាក់ថ្មីផងដែរតែណានគឺអត់ចង់បានអីនោះទេក្រៅពីរបស់ញ៉ាំហើយនាងក៏បានប្រាប់យេហ្វានផងដែរថានាងអាចធ្វើការងារផ្ទះបម្រើគេបានគ្រប់យ៉ាងសុំតែម្យ៉ាងគឺឲ្យញ៉ាំតែប៉ុណ្ណោះនិយាយបដៅយំបដៅគឺថាកំសត់គួរអាណិតខ្លាំងមែនទែនហើយដូច្នេះហើយយេហ្វានក៏បានសន្យាជាមួយនឹងណានថាយកនាងមកនៅជាមួយក្រោយពីស្ដាប់ឮពាក្យបែបនេះហើយគឺថាណានរំភើបខ្លាំងមែនទែនហើយយេហ្វានក៏បាននាំក្មេងតូចណានមកកាន់ផ្ទះសំណាក់មួយកន្លែងមិនត្រូវឲ្យនាងចាក់ចែងពីទីកន្លែងនេះនោះទេបន្ទាប់មកយេហ្វានក៏ចាប់ផ្ដើមធ្វើការអង្កេតទៅលើស្បែកសាកសពរបស់សិនយន់ម្នាក់នេះកាលពីនៅរស់គឺខ្លាំងមែនទែនចឹងហើយដើម្បីអាចយកស្បែកសាកសពមួយនេះមកប្រើការបានគឺមានតែយេហ្វានពឹងទៅលើគម្ពីរបុរាណយន់ធានស៊ូប៉ុណ្ណោះហើយវិធីសាស្ត្រក្នុងការកែប្រែយកវាមកប្រើការគឺពិតជាពិបាកយល់ខ្លាំងមែនទែនតែយ៉ាងណាយេហ្វានក៏នៅតែព្យាយាមតាមអ្វីដែលអត្រិខ្មៅបានប្រាប់យេហ្វាននោះគឺថាក្រោយពីធ្វើការកែលម្អនៅស្បែកមួយនេះហើយគឺមានរដ្ឋអំណាចខ្លាំងពូកែជាងមុនប្រៀបបីដូចជាអត្រិឋានសួគ៌យេហ្វានផ្គុំចុះផ្គុំឡើងទីបំផុតក៏ទទួលបានជោគជ័យចេញជារូបរាងអាក្រក់មួយយ៉ាងទំនើបព្រោះស្អីឡើងយេហ្វានក៏បានលាក្មេងតូចណានឹងថាគេចេញទៅក្រៅមួយរយៈកុំឲ្យនាងចេញទៅណាក្រៅពីផ្ទះសំណាក់នេះឲ្យសោះណានក៏បានសួរបញ្ជាក់ផងដែរថាតើបងប្រុសត្រឡប់មកវិញដែរទេយេហ្វានក៏បានប្រាប់
รับថាពិតណាស់គេក៏នឹងត្រឡប់មកវិញថែមទាំងប្រកល់នៅខ្សែកត្បូងមួយដែលវាមានអត្ថប្រយោជន៍សម្រាប់កត់ត្រានៃការចងចាំរបស់នាងកុំឲ្យនាងភ្លេចតទៅទៀតហើយដូច្នេះហើយណាណាសប្បាយចិត្តខ្លាំងណាស់រួចក៏បានប្រកល់នៅថ្មអ្វីម្យ៉ាងឲ្យទៅកាន់ជេហ្វានវិញតែនាងចាត់ទុកថាថ្មមួយនេះគឺជារបស់ទើបហើយបើសិនជាជេហ្វានឃ្លានចង់ញ៉ាំនោះគឺថាវាផ្អែមឆ្ងាញ់មែនទែនមើលមកក្មេងតូចម្នាក់ហ្នឹងក៏ពិតជាខ្ជូតខ្លាំងមែនទែនហើយជេហ្វានក៏ដល់ពេលចាក់ចែងក៏ប៉ុន្តែណាណាហាក់បីដូចជាមិនអស់អាឡ័យនោះទេបន្ទាប់មកក្រុមអ្នកក្លាហានទាំងអស់ក៏បានធ្វើដំណើរទៅកាន់តំបន់ហាមឃាត់ក្នុងនោះក៏មានជេហុយលៀងផងដែរនៅខាងមុខតំបន់បុរាណហាមឃាត់នៅវិញយើងបានឃើញអាប់ដ៏ចម្លែកដែលវាក៏ពិតជាគួរឲ្យខ្លាចខ្លាំងមែនទែនរាជវង្សគូហួរនៅវិញក៏ស្ទើរខ្លាំងណាស់មិនដឹងថាសម្រាប់ចិត្តទៅមុខឬក៏ទៅក្រោយនោះទេកំឡុងពេលនោះស្រាប់តែយើងបានឮនូវសំឡេងដ៏កំណាចពីជនមិនស្គាល់មុខម្នាក់បានបង្ហាញខ្លួនមកពោពេញទៅដោយចំហាយយុទ្ធសាស្ត្រនៃក្រាចដែលគាត់គឺជាបុព្វបុរសនៃគ្រួសាររាជវង្សគូហួរនឹងឯងត្រូវបានតាំងព្រះនាមថាអធិរាជពេលនោះគាត់ក៏បានឲ្យកូនចៅបញ្ញាប់យកនៅធ្នូទ័ពរបស់គាត់មកដើម្បីបាញ់ទម្លុះចូលក៏ប៉ុន្តែកូនចៅរបស់គាត់បានប្រាប់ថាយើងមិនអាចធ្វើអ្វីទាំងបង្ខំបាននោះទេមិនថាបើទោះបីជាពួកយើងមានកម្រិតធម៌ពលខ្ពស់យ៉ាងណាក៏ដោយក៏មិនអាចគេចផុតពីសេចក្តីស្លាប់បានដែរបើសិនជាយើងធ្វើអ្វីមួយខុសប្រក្រតីហើយកងទ័ពរបស់គាត់ទាំងអស់ក៏ចង់ឲ្យគាត់ត្រឡប់ថយក្រោយមិនបាច់ចាំចូលនោះទេបើសិនជាគាត់ទៅនោះពួកគេក៏នឹងយកជីវិតមកការពារស្ដាប់លើដូច្នេះអធិរាជគូហួរបានប្រាប់កូនចៅរបស់គាត់ថាមិនចាំបាច់ស្លាប់ដើម្បីគាត់នោះទេគាត់ធ្វើអ្វីគាត់ចេះគិតហើយយ៉ាងណាមិញគាត់ចេះហើយគាត់មិនខ្លាចសេចក្តីស្លាប់នោះទេផ្លូវអមតៈក៏នៅវិញឆ្ងាយចឹងហើយគាត់ត្រូវតែទៅឃើញគាត់ហោះទៅដូច្នេះយេហ្វានក៏បានប្រើប្រាស់ការភ្នែកជីងចារបស់គេសង្កេតមើលថាតើមានរឿងអីកើតឡើងចំពោះអធិរាជគូហួរនៅខណៈពេលដែលគាត់ឈានជើងចូលទៅពេលនោះយើងចាប់អារម្មណ៍បានឃើញថាអាក្ររបស់គាត់ស្រាប់តែបញ្ចេញពន្លឺពណ៌មាសយ៉ាងឆើតឆាវបន្ទាប់ពីនោះមកយើងក៏ស្រាប់តែបានឃើញស្រមោលស្ទង់ពណ៌សដែលហាក់បីដូចជាផ្សែងអាប់ចឹងកំពុងតែក្រវ៉ាល់ជុំវិញខ្លួនប្រាណរបស់គាត់ឃើញដូច្នេះគាត់ក៏បានដកធ្នូទ័ពរបស់គាត់ជិតព្រួញ3បាញ់សម្ដៅទៅកាន់វិញ្ញាណទាំងអស់នោះតែម្ដងដែលយេហ្វានបានសង្កេតដឹងផងដែរថាវិញ្ញាណខ្មោចទាំងអស់នោះគឺជាវិញ្ញាណខ្មោចដែលគេបានជួបកាលពីលើកមុននៅខណៈពេលដែលគេមកដល់ទឹកដីនេះដំបូងនឹងឯងគាត់ក៏បានបញ្ជាក់ជាមួយនឹងវិញ្ញាណខ្មោចនោះយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យអ្នកនៅខាងលើមានការបារម្ភចំពោះគាត់ជាខ្លាំងហើយកំឡុងពេលនេះគឺថាអធិរាជគូហួរហាក់បីដូចជាមិនអាចធ្វើអ្វីវិញ្ញាណខ្មោចទាំងអស់នោះបាននោះទេត្រូវបានវិញ្ញាណខ្មោចទាំងអស់នោះឡំព័ទ្ធហើយក៏ស្រូបយកនៅរាងកាយរបស់គាត់ទាំងមូលតែម្ដងហើយគាត់ក៏មិនអាចតតាំងអ្វីបានគឺមានតែរលាយខ្លួនស្លាប់ខ្លាយទៅជាផេះតែប៉ុណ្ណោះការស្លាប់របស់គាត់ក៏បង្កទៅជាបន្ទូយ៉ាងធំហើយក៏ធ្វើវិញ្ញាណខ្មោចទាំងអស់នោះផ្អើលផងដែរអ្នកដែលនៅខាងក្រៅនេះវិញក្រោយពីបានឃើញថាពួកវាផ្អើលមកហើយក៏បញ្ញាប់ដកថយទៅភ្លាមអ្នកខ្លះក៏គេរួចខ្លួនហើយអ្នកខ្លះទៀតក៏ត្រូវស្លាប់នឹងឯងខណៈពេលនោះផងដែរជេហុយលីងក៏បំរុងនឹងត្រូវបានបិសាចនោះស្រូបបាត់ទៅហើយយេហ្វានឃើញទាន់ក៏បញ្ញាប់មកជួយសង្គ្រោះនាងដោយប្រើប្រាស់នៅជំហានលបឿនដ៏លឿនដោយនាំនាងចាកចេញពីតំបន់គ្រោះថ្នាក់បានទាន់ពេលវេលាជេហុយលីងក៏សម្ដែងនៃការអរគុណហើយនាងក៏មិននឹកស្មានផងដែរថាតំបន់ហាមឃាត់បុរាណនេះគឺគ្រោះថ្នាក់ខ្លាំងដល់ម្លឹងចំពោះអាក្រក់របស់អធិរាជគូហួរនៅវិញក៏ត្រូវបានផ្ទេរទៅដោយកូនចៅរបស់គាត់ពួកគេទាំងអស់គ្នាក៏ទន់ជង្គង់ក្រឹបមិនទាន់នឹងបានធ្វើអីផងអធិរាជដែលជាបុព្វបុរសពួកគេក៏ត្រូវបានសម្លាប់ទៅដោយពពកពណ៌សពួកគេគឺមិនអាចទទួលយកបាននោះទេហើយជេហូលីងក៏បបួលជេហ្វានចាក់ចេញទៅវិញបោះបង់នៅកំណត់ចង់បានថ្នាំទិព្វនោះចេញទៅព្រោះថាអ្នកដែលចូលទៅហើយគឺគ្មានជីវិតត្រឡប់មកវិញនោះទេជេហ្វានបានប្រាប់ហើយថាគេធ្លាប់បានឆ្លងកាត់នៅទីនេះម្ដងទាំងមានជីវិតឥឡូវនេះបើសិនជាគេមិនចូលគេក៏នឹងប្រឈមមុខនឹងការស្លាប់ដូចគ្នានឹងស្ដាប់លើដូច្នេះជេហូលីងក៏មាននឹងការខកសរសើរជាខ្លាំងមើលទៅក្នុងទឹកដីបរិសុទ្ធដ៏ធំធេងមួយនេះគឺមានតែរូបរាងកាយបរិសុទ្ធជេហ្វាននោះទេដែលអាចរស់រានមានជីវិតបន្តពីចូលក្នុងតំបន់នេះហើយពេលនោះជេហូលីងក៏បានទាញនៅទ្រព្យសម្បត្តិពិសេសអ្វីមួយយ៉ាងរបស់នាងឲ្យជេហ្វានខ្ចីតែមិនមែនជាការខ្ចីរបស់នាងហើយសងរបស់នាងត្រឡប់មកវិញនោះទេគឺនាងគ្រាន់តែចង់ឲ្យជេហ្វានបេះនៅផ្លែឈើពិសេសមួយសម្រាប់នាងតែប៉ុណ្ណោះដែលនេះក្នុងករណីដែលជេហ្វានទៅដល់ភ្នំនោះដោយជោគជ័យតែប៉ុណ្ណឹងនោះឯងជេហ្វានក៏ទទួលយកព្រមនៅកិច្ចព្រមព្រៀងរបស់នាងមើលទៅរបស់មួយនេះក៏ប្រហែលជាអាចការពារគេចេញពីវិស័យទាំងអស់នឹងបានហើយក៏ប៉ុន្តែជេហ្វាននៅមានរឿងមួយទៀតចង់ពឹងពាក់នាងឲ្យជួយមនុស្សពីរនាក់ផងបើសិនជាករណីមិនឃើញគេត្រឡប់មកវិញនាងក៏បានសួរទៅថាជានរណាជេហ្វានបានប្រាប់ថាគឺជាលោកតាចាម្នាក់ដែលបើកភោជនីយដ្ឋានមានឈ្មោះថាចាំងវិនឆាងហើយក្មេងស្រីម្នាក់ទៀតមានឈ្មោះថាណាណានស្ដាប់លើដូច្នេះយេហូលីងក៏ទទួលយកព្រមទៅនឹងសំណើរបស់ជេហ្វានព្រមទាំងជឿជាក់ថាជេហ្វានប្រកាសជាទទួលបានថ្នាំទេវភាពហើយត្រឡប់មកវិញដោយជោគជ័យស្ដាប់លើចឹងហើយជេហ្វានសប្បាយចិត្តជាខ្លាំងរួចហើយកលៀននាងធ្វើដំណើរចូលទៅខាងក្នុងតែម្ដងទៅគណៈពេលដែលយេហូលីងចាប់ផ្ដើមគិតថាតើនេះគឺជាសំណាងឬមួយក៏ជាបណ្ដាសារបស់គាត់ទៅហើយដែលក៏ឲ្យគាត់នឹងជួបរឿងពិបាកសម្បើម្លេះអ្នកខ្លះឃើញជេហ្វានចូលហើយគឺមិនចូលតាមនោះទេបន្តមកសាច់រឿងនៅក្នុងភាគទី119ក៏ត្រូវបានស្លេះត្រឹមប៉ុណ្ណឹងហើយបើសិនជាចង់ដឹងថាភាគទី120ល្អមួយយ៉ាងណាទេនោះកុំភ្លេចរងចាំតាមដានទស្សនាជាមួយនឹង admin នៅសប្ដាហ៍ក្រោយហើយក៏អធិស្ឋានបើសិនជាមានកំហុសខុសឆ្គងណាមួយដែលបានកើតឡើងដោយអចេតនាហើយដោយអ្វីដែល admin បញ្ជាក់តាំងពីក្បាលវីដេអូអញ្ចឹងបើសិនជាគ្នាយើងមានបំណងចង់ join ក្រុម VIP ដើម្បីមើលវីដេអូសម្រាប់រឿងទៅជាភ្នែកដោយគ្មានការខាតរញ៉េរញ៉ៃក៏អាចចូលរួមក្នុងក្រុម Telegram VIP របស់ admin ម្នាក់មួយបានតម្លៃត្រឹមតែ 0.50 សេនតែប៉ុណ្ណោះនិយាយរួមទៅគឺ 2000 រៀលក្នុងមួយខែនឹង admin គឺមានតែប៉ុណ្ណឹងនោះទេយើងចាំជួបគ្នាជាមួយនឹងរឿង Jefan ហើយនឹងរឿងបន្តទៀតនៅក្នុងវីដេអូក្រោយខណៈពេលនេះពីសំណាក់ admin មេប៉ាសៀវក៏ជម្រាបលាបាយបាយ